សួស្តីជំរាបសួរគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ជាទីរាប់អាននិងជាទីនឹករលឹកបាទក្នុងឱកាសថ្ងៃនេះផងដែរខ្ញុំបាទហួតសូមចែករំលែកនៅទស្សនីយភាពមួយតកតងទៅនឹងដើមដែលខ្ញុំដាំនៅមុខផ្ទះរបស់ខ្ញុំហ្នឹងបាទដែលខ្ញុំដាំដើមអីលើបងប្អូនទៅមើលអស់គ្នាបាទឥឡូវខ្ញុំដើមមកហើយដើមខ្ញុំដាំបង្ហាញថ្ងៃនេះគឺដើមស្វាយទៀតហើយបាទដើមស្វាយនោះខ្ពស់ណាស់បងប្អូននោះក្រឹងទេបងប្អូនបាទនេះដើមនេះហើយនេះគល់នេះស្រស់ញ៉ាំហ្មងស្អាតណាស់បងប្អូនបាទនេះបាទហើយជាមួយខ្ញុំបង្ហាញឲ្យបងប្អូនមើលបាទនេះគល់របស់វាបាទនេះគល់របស់វាបាទដាំមកខ្ទង់2ឆ្នាំហើយបាទខ្ទង់2ឆ្នាំហើយគល់ធំដែរបងប្អូនបាទនេះគល់និយាយចាស់ដើមតិចដែរហើយនឹងថាផ្លែពេលណាអីពេលណាទេចាំមើលតាមមកចាក់ស្ដែងក៏មកដើមមកស្លូហ្មងឡើងលើហ្មងនេះឡើងលើហ្មងហើយមកដល់លើនេះបែកមេឃស្អាតណាស់បងប្អូននេះបែកមេឃប៉ុណ្ណានេះthìចាំមើលដល់ថាវាផ្កាឬក៏អាចផ្លែនៅពេលណាទេខ្ញុំចាំមើលតាមនឹងដែរបើដើមនេះប្រភេទពួកស្វាយផ្អែមបាទប្រភេទពួកស្វាយផ្អែមឬក៏ជូរអែមហើយក្នុងការដាំដុះវាគឺអត់មានចាំបាច់យើងពិបាកក្នុងការថែទាំអីប្រហែលទេយើងមើលបាទហើយយើងគ្រាន់តែស្រោចទឹកវាហើយព្រឹកម្ដងក៏បានព្រឹកអងងាកម្ដងក៏បានបាទអាស្រ័យទៅតាមយើងបងប្អូនមានពេលតំណេឬអត់ប៉ុណ្ណាអញ្ចឹងណាបាទអញ្ចឹងនេះយើងមកមើលទៅនេះដើមវាខ្ពស់ណាខ្ពស់បាន4ម៉ែត្រជាងហើយដាំ2ឆ្នាំបានប៉ុណ្ណឹងញៀសឈាមដាំ2ឆ្នាំអញ្ចឹងក៏ពោះវាបានប៉ុណ្ណឹងហើយប្រភេទពួកស្វាយផ្អែមបាទប្រភេទពួកស្វាយផ្អែមហើយបើវានៅខ្ចីអាចរៀងជូរអែមបងប្អូនអាចញ៉ាំមកឆ្ងាញ់ហ្មងនិយាយទៅបាទពុំក៏ឆ្ងាញ់ហើយចាស់ក៏ឆ្ងាញ់ខ្ចីក៏ឆ្ងាញ់ទៅតាមចំណង់ចំណូលចិត្តបងប្អូនដែលស្រឡាញ់ចូលចិត្តញ៉ាំទៅតាមរសជាតិរបស់បងប្អូនអញ្ចឹងណាបាទហើយដើមនោះអត់ប្របាក់ដាំទេបាទអត់ប្របាក់ដាំទេស្រោចទឹកវាទៅស្រួលបួលទៅហើយផ្លែហើយបាទពូជនេះខ្ញុំរើសមកពូជថៃដែរដែលគេប្រកាសមកពីថៃដែរអញ្ចឹងណាបាទផ្លែវាធំបាទធំហើយលូតល្អបាទលូតល្អអញ្ចឹងចាំមើលអស់គ្នាទៅតើវាផ្លែបានប៉ុណ្ណាអីប៉ុណ្ណាបាទចាំមើលហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងឯងបាទបងប្អូនអញ្ចឹងនេះវីដេអូរបស់ខ្ញុំហ្នឹងឯងដែលបង្ហាញអំពីដើមដែលខ្ញុំដាំនោះឯហ្នឹងអញ្ចឹង